ការចុះបញ្ជីដីធ្លីដោយរដ្ឋនិងការចុះបញ្ជីដោយខ្លួនឯងមានអ្វីដូចនឹងខុសគ្នាចម្លើយនឹងការបកស្រាយលម្អិតការចុះបញ្ជីជាប្រព័ន្ធនិងការចុះបញ្ជីតាមលក្ខណៈបែងចែកគឺជាវិធីសាស្ត្រពីរក្នុងការផ្ដល់នូវប្លង់រឹងវិញ្ញាណបត្រសម្គាល់ម្ចាស់អចលនវត្ថុទោះបីជាមានគោលបំណងចម្បងដូចគ្នាតែវិធីសាស្ត្រទាំងពីរនេះមានលក្ខណៈខុសគ្នាយ៉ាងសំខាន់ទាំងនីតិវិធីនិងវិសាលភាពនៃការអនុវត្ត1លក្ខណៈដូចគ្នាគោលបំណងទាំងពីរមានគោលបំណងធានាសុវត្ថិភាពកម្មសិទ្ធិលើអចលនវត្ថុនិងធ្វើឲ្យប្រតិបត្តិការលើដីធ្លីមានតម្លាភាពការចុះបញ្ជីទាំងពីរប្រភេទនេះជួយការពារកម្មសិទ្ធិករពីការរំលោភបំពាននិងការទាមទារដោយគ្មានមូលដ្ឋានលទ្ធផលទាំងពីរផ្ដល់នូវឯកសារផ្លូវការតែមួយគត់គឺវិញ្ញាណបត្រសម្គាល់ម្ចាស់អចលនវត្ថុប្លង់រឹងដើម្បីបញ្ជាក់ពីសិទ្ធិកម្មសិទ្ធិស្របច្បាប់អាជ្ញាធរអនុវត្តនីតិវិធីទាំងពីរត្រូវបានអនុវត្តដោយអាជ្ញាធរសុរិយោដីក្រោមឱវាទក្រសួងរៀបចំដែនធ្លីនគររូបនីយកម្មនិងសំណង់មូលដ្ឋានច្បាប់ទាំងពីរផ្អែកលើបទបញ្ញត្តិសំខាន់ៗដែលមានចែងក្នុងច្បាប់ភូមិបាលឆ្នាំ2001 2. លក្ខណៈខុសគ្នាលក្ខណៈការចុះបញ្ជីជាប្រព័ន្ធ Systematic Registration ការចុះបញ្ជីតាមលក្ខណៈបែងចែក Sporadic Registration និយមន័យគឺជាការចុះបញ្ជីដែលធ្វើឡើងដោយរដ្ឋផ្ដួចផ្ដើមផ្ទាល់ដោយចុះវាក់វែងនិងចុះបញ្ជីដីធ្លីនៅតាមតំបន់ភូមិសាស្ត្រណាមួយទាំងមូលគឺជាការចុះបញ្ជីដែលធ្វើឡើងតាមការស្នើសុំពីបុគ្គលម្នាក់ៗលើបំណែកដីរបស់ខ្លួនការផ្ដួចផ្ដើមដោយរដ្ឋដោយមិនចាំបាច់រង់ចាំការស្នើសុំពីបុគ្គលផ្ដួចផ្ដើមពីបុគ្គលម្ចាស់ដីនីតិវិធីក្រុមការងារសុរិយោដីចុះទៅវះវែងកំណត់ព្រំដីនិងប្រកាសជាសាធារណៈនៅតាមភូមិឃុំប្រជាពលរដ្ឋគ្រាន់តែចូលរួមផ្ដល់ព័ត៌មាននិងដាស់ពាក្យស្នើសុំប៉ុណ្ណោះម្ចាស់ដីត្រូវដាក់ពាក្យស្នើសុំទៅការិយាល័យសុរិយោដីដោយខ្លួនឯងដោយមានភ្ជាប់ឯកសារពាក់ព័ន្ធវិសាលភាពគ្របដណ្ដាបលើដីទាំងអស់នៅក្នុងតំបន់ប្រតិបត្តិការតែម្ដងគ្របដណ្ដាបតែបំណែកដីដែលបុគ្គលស្នើសុំប៉ុណ្ណោះអត្ថប្រយោជន៍មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយវិវាទដីធ្លីទ្រង់ទ្រាយធំផ្ដល់ភាពច្បាស់លាស់ដល់កម្មសិទ្ធិនិងធ្វើឲ្យការងាររដ្ឋបាលកាន់តែងាយស្រួលអនុញ្ញាតឲ្យបុគ្គលម្នាក់ៗអាចស្នើសុំចុះបញ្ជីកម្មសិទ្ធិនៅពេលណាដែលខ្លួនត្រូវការដោយមិនចាំបាច់រង់ចាំគម្រោងចុះបញ្ជីពីរដ្ឋមូលដ្ឋានច្បាប់មាត្រា21 37នៃច្បាប់ភូមិបាលនិងអនុក្រឹត្យលេខ46 អនក្របក.ស្ដីពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមាត្រា21 37នៃច្បាប់ភូមិបាលសេចក្តីសន្និដ្ឋានទាំងការចុះបញ្ជីជាប្រព័ន្ធនិងការចុះបញ្ជីតាមលក្ខណៈបែងចែកសុទ្ធតែមានសារៈសំខាន់ក្នុងការផ្ដល់សិទ្ធិកម្មសិទ្ធិស្របច្បាប់លើដីធ្លីទោះបីជាយ៉ាងណាការចុះបញ្ជីជាប្រព័ន្ធមានលក្ខណៈទូលំទូលាយនិងមានប្រសិទ្ធភាពជាងក្នុងការដោះស្រាយបញ្ហាដីធ្លីនៅក្នុងតំបន់មួយទាំងមូលខណៈដែលការចុះបញ្ជីតាមលក្ខណៈបែងចែកគឺផ្ដល់ភាពបិទបែនដល់បុគ្គលក្នុងការស្នើសុំចុះបញ្ជីតាមតម្រូវការផ្ទាល់ខ្លួនដូច្នេះការចូលរួមពីប្រជាពលរដ្ឋក្នុងគម្រោងចុះបញ្ជីជាប្រព័ន្ធរបស់រដ្ឋគឺជាវិធីល្អបំផុតដើម្បីធានាសុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នក